ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានថាបើចង់ចរចាបន្ធូរបន្ថយពន្ធត្រូវបដិសេធប្រទេសចិនក្នុងការដឹកទំនិញឆ្លងកាត់និងរារាំងក្រុមហ៊ុនចិនមិនឲ្យបោះទីតាំងដើម្បីគេចផុតការយកពន្ធខ្ពស់របស់ខ្លួនខណៈលោកទុកពេល90ថ្ងៃសម្រាប់ប្រទេសចំនួន75រួមទាំងកម្ពុជាដើម្បីសម្របសម្រួលពីវិធានដំឡើងពន្ធនេះសារព័ត៌មាន Reuters នៅថ្ងៃទី15ខែមេសាបានចុះផ្សាយថាលោក Donald Trump គ្រោងចរចាពន្ធលើទំនិញនាំចូលទៅអាមេរិកដែលកំពុងដំណើរការដើម្បីដាក់សម្ពាធប្រទេសជាដៃគូពាណិជ្ជកម្មឲ្យគម្រិតទំនាក់ទំនងជាមួយប្រទេសចិនបើតាមប្រភពនោះមន្ត្រីអាមេរិកគ្រោងនឹងប្រើប្រាស់ការចរចាជាមួយប្រទេសជាង70ដើម្បីសូមឲ្យពួកគេបដិសេធទៅនឹងប្រទេសចិនលើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសពួកគេនិងរារាំងក្រុមហ៊ុនចិនមិនឲ្យមានទីតាំងនៅក្នុងទឹកដីរបស់ពួកគេដើម្បីជៀសវាងការយកពន្ធរបស់សហរដ្ឋអាមេរិកសារព្រមាននេះស្របពេលដែលមេដឹកនាំចិនលោកស៊ីជីនពីងមកបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួននៅតំបន់អាស៊ីដែលប្រឈមការយកពន្ធគយខ្ពស់ពីសហរដ្ឋអាមេរិករួមមានកម្ពុជា49%ប្រទេសវៀតណាម46%និងប្រទេសម៉ាឡេស៊ី26%ជាដើមសម្រាប់កម្ពុជាលោកស៊ីជីនពីងបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋចាប់ពីថ្ងៃទី17ដល់ថ្ងៃទី18ខែមេសាឆ្នាំ2025នេះខណៈបណ្ដាប្រទេសផ្សេងៗក្នុងនោះមានកម្ពុជាផងដែរអាមេរិកបានពន្យាពេលដាក់ពន្ធគយរយៈពេល90ថ្ងៃហើយកំណត់បន្ទាត់ពន្ធត្រឹម 10% ស្មើគ្នាដើម្បីទុកផ្លូវចរចាក៏ប៉ុន្តែបើគ្មានអ្វីប្រែប្រួលទេពន្ធ 49% ដែលលោកត្រាំប្រកាសដាក់លើកម្ពុជានឹងត្រូវអនុវត្តក្រោយ90ថ្ងៃនៃការចរចានេះសារព្រមានរបស់លោកត្រាំក៏ចំពេលដែលសង្គ្រាមពាណិជ្ជកម្មរបស់មហាអំណាចអាមេរិកនិងមហាអំណាចចិនកំពុងបន្តហក់ឡើងក្នុងនោះអាមេរិកបានដំឡើងពន្ធលើទំនិញនាំចូលពីមហាអំណាចចិនដល់ទៅ 245% មិនធ្លាប់មានខណៈចិនបានវាយបកវិញជុំវិញរឿងនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានចាត់ទុកវត្តមានមេដឹកនាំចិនមកកម្ពុជានៅពេលនេះនឹងធ្វើឲ្យសហរដ្ឋអាមេរិកមើលឃើញច្បាស់ថាកម្ពុជាគឺជាកូនអុករបស់ប្រទេសចិនដែលវាគឺជាឧបសគ្គក្នុងការចរចាជាមួយអាមេរិកដើម្បីទម្លាក់ពន្ធសម្រាប់លោកអ៊ុំសំអានបើកម្ពុជានៅបន្តស្និទ្ធជាមួយចិននឹងមិនបង្ហាញភាពស្អាតស្អំជុំវិញទំនិញនាំទៅសហរដ្ឋអាមេរិកដែលបានវាយផ្លាក់កម្ពុជាដែលជាទំនិញចិនជាពិសេសបញ្ហាទ័ពជើងទឹកចិននៅរៀមទេនោះអាមេរិកនឹងមិនបន្ថយពន្ធ 49% លើកម្ពុជាទេឬអាចដំឡើងថែមទៀតផងដែលលោកថាវាគឺជាគ្រោះថ្នាក់ដល់ជីវភាពពលរដ្ឋខ្មែររាប់លាននាក់ជាពិសេសកម្មករវាធ្វើឲ្យប៉ះពាល់ទៅដល់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋរាប់ម៉ឺនរាប់លាននាក់ដែលទទួលផលពីកម្មករដែលធ្វើការនៅតាមរោងចក្រនារីមួយចំនួនដែលធ្វើការរោងចក្រហ្នឹងក្រៅពីចំណាក់ស្រុកទៅធ្វើការនៅបរទេសហ្នឹងក៏អាចមកធ្វើការជានារីនៅកន្លែងកំសាន្តឬក៏នារីខារ៉ាអូខេ KTV អញ្ចឹងទៅអាហ្នឹងវាខូចអនាគតទៅដល់កម្មករដែលជាស្ត្រីភេទអាហ្នឹងវាកើតវិបត្តិសង្គមច្រើនណាស់បញ្ហាចោរកម្មបញ្ហាពេទ្យបញ្ហាគ្រឿង